បាទបាននៅវីដេអូព្រានបាទបងប្អូនមានអីទេในវីដេអូទី1របស់ខ្ញុំគឺមានតែការធ្វើដំណើរដោយដឹកអាសង្ហអាស័យគឺឲ្យភ្ញៀវនៅខាងជិតវត្តព្រៃតភេនបងប្អូនខាងខុំដូងនៅខាងខេត្តស្វាយរៀងប្រកាសជាស្គាល់ទេបាទតោះទៅទស្សនានៅវីដេអូជាមួយខ្ញុំបាទមុននឹងយើងចាប់ផ្ដើមទៅសម្រាប់បងប្អូនអ្នកបើកម៉ូតូល្មមប្រកាសជាដឹងហើយបាទយើងត្រូវបើកទឹកស្អំជាមុនសិនបើមិនចឹងទេវាអាចធ្វើឲ្យម៉ូតូឡើងកម្ដៅខ្លាំងហើយម៉ាស៊ីនម៉ូតូក៏វាខូចទៅតាមនឹងដែរបងប្អូនបាទយើងនិយាយពីទេសភាពនៅនឹងផ្លូវដែលយើងកំពុងធ្វើដំណើរហ្នឹងអ្នកទាំងអស់គ្នាវាពិតជាស្អាតមែនទែនបាទពីទេសភាពបែបធម្មជាតិអមជាមួយនឹងខ្យល់ធម្មជាតិហើយអមជាមួយនឹងទិដ្ឋភាពដែលបងប្លុកពូអ្នកមីងគាត់កំពុងធ្វើស្រែពិតជាមើលទៅគឺតាក់ទាញមែនទែនបើសិនជាមានត្រង់ចំណុចខ្វះខាតត្រង់ណាក៏សូមទោសទៅដល់បងប្អូនដែលបានទស្សនាវីដេអូនេះហើយផងដែរដោយសារតែខ្ញុំបាទមិនសូវជាប៉ិននិយាយខាងរៀបរាប់នៅទេសភាពអីប៉ុន្មានទេបាទត្រង់ចំណុចនេះគឺជាត្រង់ចំណុចដែលខ្ញុំបានឈប់ម៉ូតូថតឆ្លៀតថតចង់ថតបង្ហាញទៅដល់បងប្អូនដែលបានទស្សនាហើយចង់ឲ្យបងប្អូនទាំងអស់គ្នាបានឃើញនៅទេសភាពតើវាដូចជាខ្ញុំរៀបរាប់ពិតមែនឬអត់នៅតំបន់ដែលខ្ញុំកំពុងតែថតហ្នឹងគេហៅថាភូមិបុស្សខួរបងប្អូននៅខាងឃុំដូងខេត្តស្វាយរៀងក៏ជាស្គាល់ហើយវាមានផ្លូវលក្ខណៈថាកោងហើយអមជាមួយនឹងទេសភាពមើលទៅពិតជាស្អាតខ្ញុំចូលចិត្តដល់ពេលដែលខ្ញុំជិះកាត់នៅទីហ្នឹងគឺដែលរំលងផ្លូវមួយហ្នឹងហើយនឹងភូមិមួយហ្នឹងទេបងប្អូនពេលខ្លះមេក៏ឆ្ងល់ថាខ្ញុំដឹកសង្ហអាស័យឬក៏ដៃតិចតួចសោះក៏ទៅយូរម៉េះតាមពិតគឺខ្ញុំនៅទីហ្នឹងឯងមកដល់ត្រង់ចំណុចនេះគឺមកដល់គោលដៅយើងហើយបានដែលត្រូវធ្លាក់សង្ហអាស័យជូនភ្ញៀវបាទហើយនេះគឺខ្ញុំកំពុងទៅរកកន្លែងឈប់ដើម្បីសេរីសរងកន្លែងត្រូវទម្លាក់សង្ហអាស័យឲ្យទៅភ្ញៀវដែរនេះគឺជាទស្សនវិជ្ជានៅមុខផ្ទះរបស់ភ្ញៀវបាទហើយបងខាងជាងដែរក៏បានរៀបចំកន្លែងដើម្បីឲ្យខ្ញុំទម្លាក់សង្ហអាស័យទុកផងដែរបាទបន្ទាប់មកខ្ញុំក៏បានធ្វើដំណើរទៅកន្លែងខ្ញុំធ្វើការវិញបាទហើយក៏សូមអរគុណដល់បងប្អូនដែលបានទស្សនានៅវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមអរគុណបាយ